តោះ Hello សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់អំពីវិធីគ្រប់គ្រងទៅលើ password item ឬមួយក៏ key item ដែលនៅកន្លែងនេះយើងជាប់សោឬមួយក៏បើកសោសម្រាប់គ្នាយើងអ្នកដែលអត់ទាន់ដឹងទេអាចមើលនៅវីដេអូនេះបានទាក់ទងជាមួយនឹងការគ្រប់គ្រងទៅលើ password item ទាំងមូលមកខ្ញុំនិយាយលក្ខខណ្ឌវាមាន2ទី1គឺយើងអត់ទាន់បានចាក់ទេយើងនឹងចង់ចាក់របស់វាចង់ចាក់ព្រោះយើងឲ្យ account ទៅអ្នកផ្សេងស្គាល់ឬមួយក៏ចាក់ដើម្បី safety ខ្លួនឯងអញ្ចឹងហើយលក្ខខណ្ឌទី2គឺ account ហ្នឹងយើងទិញតពីគេហើយវាជាប់ទៅលើ password item យើងចង់បដូរហើយទី3មួយទៀតវាជាប់ password item ហើយយើងអត់ស្គាល់យើងភ្លេចឬមួយក៏យើងទិញពីគេមកគេបាត់គេអីផ្សេងយើងចង់បំបែកអញ្ចឹងខ្ញុំនឹងប្រាប់ទាំង3វិធីហ្នឹងទៅលើ password item ហើយសម្រាប់ទី1យើងចូលមកយើងចុចមកលើសោ item គឺរបៀបនៃការចាក់សោ item ហើយលក្ខខណ្ឌនៃការចាក់សោហ្នឹងគឺមានតែម្ចាស់ខ្លួនឯងទេដែលអាចតបានយើងចុចមក start protection ហើយចាំប្រហែល second មកវា load ពី confirm យើងចុច confirm អានេះគឺជាសោដែលយើងត្រូវដាក់យើងចង់ដាក់ពី6ពី4ទៅ6ខ្ទង់នេះយើងត្រូវដាក់អញ្ចឹងខ្ញុំដាក់ថា5ខ្ញុំដាក់5 6ដងចុះអញ្ចឹងណាអានេះខ្ញុំដាក់5 6ដងទៀតហើយអានេះវានឹងសួរសំណួរមកកាន់យើងអញ្ចឹងបានខ្ញុំនិយាយថាមូលហេតុអីបានតតែម្ចាស់ដើមទើបអាចដោះ password item ហ្នឹងបំបែកចេញបានដោយមិនចាំបាច់ចាំ7ថ្ងៃអញ្ចឹងអញ្ចឹងអានេះយើងចូលមកវាឲ្យយើងវាសួរសំណួរយើងសួរសំណួរហ្នឹងគឺបានន័យថាអាហ្នឹងជា keyword ណាយើងនេះខ្ញុំរើសយក which is your favorite gun បានន័យថាកាភ្លើងដែលអ្នកពេញចិត្តគឺជាកាភ្លើងអ្វីអញ្ចឹងណាអញ្ចឹងខ្ញុំចូលកន្លែងនេះខ្ញុំដាក់ M4 ខ្ញុំចូលចិត្តបាញ់ M4 អញ្ចឹងទៅអញ្ចឹងណាអញ្ចឹងអានេះជា keyword របស់យើងចូលបន្តមកទៀតអានេះយើងដាក់ថា which is your favorite gun ទៀតយើងដាក់ M4 ទៀតយើង confirm អញ្ចឹងបានន័យថា password item ចាក់បានដោយជោគជ័យហើយនេះយើងចាក់បានដោយជោគជ័យអញ្ចឹងខ្ញុំសាកចេញមកអូខេអញ្ចឹងនេះគឺយើងជាប់ហើយដែលយើងជាប់ហ្នឹង password item គឺយើងធ្វើអីអត់បានទាំងអស់គឺក្រៅពីយក account ទៅលេងកូគេយក account ទៅដាក់ hack អីផ្សេងតែសម្រាប់ទៅយក destroy item អីហ្នឹងគឺអត់បានទេនេះ destroy pod វាត្រូវការ key item ហ្នឹងណាឬ password item ហ្នឹងអញ្ចឹងសម្រាប់ការដោះ password item ហ្នឹងយើងចុចមកអានេះគឺយើងដោះប្រចាំថ្ងៃយើងដោះប្រចាំថ្ងៃបានន័យថាយើងបើកលេងម្ដងយើងដោះម្ដងយើង5 6ដងអញ្ចឹងទៅអានេះ unlock បានន័យថាយើងអាចធ្វើអីបាននេះយើងអាច delete យើងអាចអីផ្សេងបានណាខ្ញុំអត់មានអីធ្វើអីត្រូវ delete ទេខ្ញុំ delete មួយចុះdelete pod នេះខ្ញុំអាច delete ទៅលើផ្កាកន្លាបានទេតែបើយើងជាប់ទៅលើ password item យើង delete អត់បានទេនេះអញ្ចឹងខ្ញុំចូលលក្ខខណ្ឌទី1ក្នុងលក្ខខណ្ឌទី1នឹងដដែលគឺយើងបានន័យថាយើងដោះទៅលើ password item នឹងចេញដោយយើងជាម្ចាស់ផ្ទាល់យើងឈប់ដាក់ឲ្យព្រោះយើងវាខ្ជិលហើយណាមួយ account របស់យើងអត់មានអ្នកគេស្គាល់ផងអញ្ចឹងណាអញ្ចឹងយើងចុចពាក្យកន្លែង remove នេះ remove នេះបន្តមកទៀតនេះគឺជាសំណួរនិងចម្លើយដែលយើងបានដាក់នៅ keyword មុនហ្នឹង what is your favorite gun ឬមួយក៏ which is your favorite gun ហ្នឹងនេះគឺយើងវាយ M4 បន្តមកទៀត code D 4 B E នេះមកគឺបានន័យថាយើងដោះ password item ហ្នឹងបានដោយជោគជ័យហើយអញ្ចឹងយើងសាកចេញមកអូខេ account របស់យើងនឹងលែងមាន pass item តទៅទៀតហើយតោះអញ្ចឹងខ្ញុំចូលទៅលក្ខខណ្ឌទី2លក្ខខណ្ឌទី1យើងចប់ហើយចូលទៅដល់លក្ខខណ្ឌទី2ដែល password របស់យើងជាប់ដែល item account របស់យើងជាប់ password item ហើយប៉ុន្តែយើងចង់ផ្លាស់ប្ដូរ password វាអញ្ចឹងយើងទិញមកពីគេណាអានេះខ្ញុំដាក់អត្តរសិទ្ធដាក់អត្តរសិទ្ធអូខេយ៉ាអំដក clear អូខេអញ្ចឹង account របស់ខ្ញុំជាប់ទៅលើ password item ហើយពេលដែលខ្ញុំចេញចូលវិញនេះ
នៅពេលដែលគ្នាយើងទិញ account មកពីគេនឹងប្រាប់ password item យើងក្រេ5អញ្ចឹងលក្ខខណ្ឌយើងចង់បដូរអត់ចង់ដាក់ក្រេ5នេះយើងចង់ដាក់1 2 3 4អីផ្សេងដើម្បីជាការចំណាំរបស់យើងអញ្ចឹងយើងចុចមកកាន់ពាក្យ change password នេះហើយយើងវាយ pass ដើមមកវា old password គឺបានន័យថា pass ដើមរបស់ password item ហ្នឹងអញ្ចឹងមកខ្ញុំមិញ5ទាំងអស់ហើយខ្ញុំដូរដាក់1 2 3 4អញ្ចឹង1 2 3 4នេះគឺ confirm គឺបានន័យថា account របស់យើងគឺជាប់ password 1 2 3 4អញ្ចឹងខ្ញុំ restart ទៀតយ៉ាអូខេអញ្ចឹងខ្ញុំសាកទៅស្អីមាន delete អីទៀតមានអីត្រូវ delete ទៀតគឺអត់មានទេខ្ញុំទិញម្ដងអូខេអញ្ចឹងនៅពេលដែលយើងចុចទៅលើការទិញចុច confirm ទិញមក purchase បានន័យថាវាទាមទារ password item អញ្ចឹងមុនដំបូងខ្ញុំចាក់ password 5ទាំងអស់អញ្ចឹងទៅអត់ចូលទេអញ្ចឹងវាត្រូវការ password ដែលយើងបានបដូរមិញអញ្ចឹងបានន័យថាយើងបដូរបានជោគជ័យហើយ password របស់យើង1 2 3 4នេះយើងអាចទិញបានហ្នឹងខ្ញុំមិនទិញទេព្រោះអស់ silver ហើយអញ្ចឹងចូលដល់លក្ខខណ្ឌបន្តមកទៀតលក្ខខណ្ឌចុងក្រោយគេគឺជាការបំបែក password item ដោយយើងអត់ស្គាល់ទេនេះណាចេញចូលច្រើនដងទីគ្នាយើងអញ្ចឹងនៅពេលដែលយើងចូលមកដល់នេះកន្លែងនេះយើងអត់ស្គាល់យើងរាវអីផ្សេងហ្នឹងនៅតែអត់ចូលអីយើងវាយ 5អីផ្សេងអាហ្នឹងលក្ខខណ្ឌយើងភ្លេចឬមួយក៏គេយក account យើងទៅលេងគេដាក់ចុកចាក់ lock ទៅលើ password item យើងណាអញ្ចឹងលក្ខខណ្ឌគឺយើងត្រូវការបំបែក password item នឹងចោលវាត្រូវការចាយរយៈពេល1សប្តាហ៍ហើយអញ្ចឹងក្នុងរយៈពេល1សប្តាហ៍ហ្នឹងគឺយើងប៉ះទៅលើ item sell ឬមួយក៏ destroy ឬមួយក៏ទិញ item បើកាដូអីផ្សេងគឺអត់បានទេ receive mall អីផ្សេងអត់បានទេបានត្រឹម login ប្រចាំថ្ងៃនេះ login ទទួលយកអា receive ប្រចាំថ្ងៃរបស់យើងនេះអា daily log នេះអញ្ចឹងតោះយើងចូលមកលើការបំបែកលក្ខខណ្ឌបំបែកនេះយើងចុចអា force remove នេះមកចុចហ្នឹងមកយើងចាំប្រហែល3 4 second ទៅវានឹង load confirm ហើយអូខេ load មកពឹបយើងចុចមកអញ្ចឹងនៅ password របស់យើងគឺរយៈពេល1សប្តាហ៍ដាច់ខាតគឺកុំប៉ះកន្លែងហ្នឹងអសោះនៅពេលដែលយើងប៉ះទៅចុច cancel វានឹងដាច់ថ្ងៃវានឹងលែងបំបែកទេអញ្ចឹងអានេះគឺត្រូវការរយៈពេល1សប្តាហ៍ដើម្បីបំបែកអញ្ចឹងនៅពេលផុតមួយសប្តាហ៍ហ្នឹងហើយគឺ password item របស់យើងគឺលែងមាននៅក្នុង account វានឹងចំហសោនេះចឹងនេះខ្ញុំ cancel ខ្ញុំដោះវិញខ្ញុំអត់ប្រើទេខ្ញុំ remove ចំពោះ VO I4 នេះ I4 L4 នេះ L4 ទេចប់សេចក្តីអញ្ចឹងសម្រាប់ទៅលើការគ្រប់គ្រង password item គឺមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយទាំងអស់គ្នា